បងប្អូនថ្ងៃនេះខ្ញុំគ្រូអសតបារានមកប្រមូលដើមថ្នាំនៅតំបន់ដែលខ្ញុំតែងតែប្រមូលសពដងជាមួយនឹងក្រុមការងាររបស់ខ្ញុំហើយពេលដែលខ្ញុំដើរចឹងទៅវាមានថ្មចឹងបងប្អូនឃើញទេនេះថ្មរដែប្រដប់ចឹងបងប្អូនណាហ្នឹងហើយអត់ចេះតែប្រមូលបានស្រួលទេពាក់ព័ន្ធទៅនឹងការដើររកដើមឈើហ្នឹងវាមានផលលំបាកដែរបងប្អូនណាតើតែយើងហ្នឹងមានអំណត់អត់ធ្មត់តស៊ូបានអាចរករុក្ខជាតិអស់ហ្នឹងផ្សំប្រមូលជូនបងប្អូនបាននេះដើមឈើវាបាក់រលំបាទវាបាក់រលំទៅវាពុកផុយពេញទៅហ្នឹងទៅយើងត្រូវការដើរផ្លូវហ្នឹងបាទហើយតែក៏នៅតំបន់នេះវាសម្បូរដោយធម្មជាតិស្អាតគួរជាទីពេចពិលរមើលមើលសម្រាប់បងប្អូនដែលអត់ដែលធ្លាប់មកបងប្អូនហ្នឹងហើយបាទខ្ញុំដាក់មកមុខខាងនេះវិញសិនអានេះយើងផ្លូវយើងដើរចុះចឹងបងប្អូនណានោះទៅដល់ក្រោមចឹងយើងចុះស្របតាមកលិតថ្មនេះខាងនេះថ្មមួយបាទខាងនេះថ្មមួយខាងនោះថ្មមួយបាទទៅយើងដើរចុះតាមហ្នឹងចឹងបងប្អូនណាបាទសុំទោសបងប្អូនដែលខ្ញុំដើរទៅយើងថតអត់បានល្អឲ្យបងប្អូនមើលទេវារៀងរលោបាទហ្នឹងហើយវារៀងរលោនេះបងប្អូនណាបាទយើងដើរចុះទៅអញ្ចឹងតាមកលិតថ្មអញ្ចឹងណាបងប្អូននេះនោះថ្មជ្រៅបងប្អូនខ្ពស់ខ្ញុំនៅខាងក្រោមនេះពីខ្ញុំឈរទៅដល់ខាងលើប្រហែលជា10ម៉ែត្រ20ម៉ែត្រអីហ្នឹងឯងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងខ្ញុំអរគុណសម្រាប់បងប្អូនដែលតែងតែនិយមគ្រប់គ្រងនៅឱសថរបស់ខ្ញុំហើយក៏ដូចជាគ្រប់គ្រងនៅលើវិស័យវិទ្យាសាស្ត្របុរាណខ្មែរដែលយើងចេះផ្សំវាទៅយើងប្រើវាទៅវាពិតជាមានគុណភាពមានប្រសិទ្ធភាពពិតប្រាកដហើយបងប្អូនកុំបារម្ភថាខ្លាចប្រើឱសថបុរាណទៅមានជាតិពុលក្នុងថ្លើមឬមានជាតិពុលក្នុងគ្រាប់ឈាមឬក៏មានជាតិពុលក្នុងតម្រងនោមអត់មានទេប្រសិនបើថ្នាំហ្នឹងពិតជាថ្នាំដែលយើងមានចំណេះជំនាញផ្សំវាពិតប្រាកដណាបងប្អូនហ្នឹងហើយព្រោះធម្មតាដើមឈើវាមានពុលវាមានមិនពុលអញ្ចឹងគេដឹងហើយថាតើផ្សំដើមឈើដែលមានជាតិពុលកម្រិតប៉ុណ្ណាអត់ពុលហ្នឹងកម្រិតប៉ុណ្ណាបងប្អូនណាបាទអរគុណ